តោះចេញដំណើរទៅកោះរ៉ុងជាមួយនឹងខ្ញុំទាំងអស់គ្នារយៈពេល1យប់អញ្ចឹងចង់ដឹងថាខ្ញុំទៅកោះរ៉ុងរយៈពេល1យប់ហ្នឹងតាមធ្វើអីគេខ្លះអញ្ចឹងទៅមើលទាំងអស់គ្នាផឹកឡើងអត់មានអីច្រើនទេខ្ញុំបានធ្វើការរៀបចំខ្លួនរួចរាល់ហើយអស់ក៏ខ្ញុំបានធ្វើដំណើរចេញពីផ្ទះមកដល់ផ្លូវល្បឿនហ្នឹងល្បាក់ខ្ទង់ម៉ោង8កន្លះពេលផឹកផងដែរបន្ទាប់ពីជិះឲ្យរយៈពេលជិត2ម៉ោងមកក៏ខ្ញុំបានធ្វើការទៅដល់ទីក្រុងព្រះសីហនុផងដែរហើយបន្ទាប់មកទៀតក៏ខ្ញុំធ្វើការឆ្ពោះទៅហោជាមួយនឹងកំពង់ផែមកគេតែម្ដងណាដោយសារតែដំណើរខ្ញុំត្រូវចេញពីកំពង់ផែហ្នឹងទៅកោះរ៉ុងហ្នឹងគឺខ្ញុំត្រូវចេញមកដល់2ថ្ងៃត្រង់នេះផងដែរអ្នកទាំងអស់គ្នាបន្ទាប់ពីភ្ញៀវទេសចររបស់គេបានឡើងនៅលើទូកហែអស់ក៏ខ្ញុំបានធ្វើដំណើរចេញទៅផងដែរហើយខ្ញុំចង់ប្រាប់អរគ្នាថាចេះតាក់ទងជាមួយនឹងថ្ងៃដែលខ្ញុំធ្វើដំណើរចេញទៅហ្នឹងតាក់ទងជាមួយអាកាសធាតុរបស់គេហ្នឹងគឺអត់សូវមានអារម្មណ៍ធំៗអ្នកអរគ្នានឹងល្អដែរចឹងទៅហើយតាក់ទងជាមួយនឹងបរិយាកាសនៅក្នុងហ្នឹងក៏ហ៊ានសៀមស្កាត់ដាក់សម្រាប់នឹងគេដោយសារចេញទៅពី10ខែត្រង់ហើយបន្ទាប់ពីជិះអស់រយៈពេល45នាទីមកក៏ខ្ញុំបានមកដល់ទីតាំងរបស់ខ្ញុំផងដែរអ្នកទាំងអស់គ្នាហើយសម្រាប់ថ្ងៃនេះផងដែរគឺខ្ញុំបានស្នាក់នៅលើកោះតូចណាអ្នកទាំងអស់គ្នាបន្ទាប់ពីដាក់ក្អាដាក់អីរួចហើយអស់ក៏ខ្ញុំជាមួយនឹងប៉ាម៉ាក់របស់ខ្ញុំហ្នឹងបានចេញមកក្រៅបន្ទប់ហ្នឹងដើម្បីទៅហៅអីញ៉ាំចឹងអស់គ្នាសារតែពេលយើងមកដល់នេះហ្នឹងបាក់ខ្ទង់ម៉ោង1កន្លះ1:45អីដែរអញ្ចឹងណាបន្ទាប់មកទៀតក៏ខ្ញុំបានដើរនៅជុំវិញបរិវេណហ្នឹងអីដែរតែអស់គ្នាបានថតវីដេអូអីទីទួអីអញ្ចឹងណាគាត់មកដល់សមុទ្រគឺថា fresh មកអ្នកនរអស់គ្នាហើយខ្ញុំចង់ប្រាប់អស់គ្នាថាតើតោះជាមួយនឹងជនបរទេសដែលគាត់ទៅលេងនៅហ្នឹងហើយតើតោះជាមួយនឹងបងដែលគាត់នៅលើកោះតូចហ្នឹងគឺរលាយខ្លាំងមែនតើអ្នកនរអស់គ្នាហ្នឹងហើយហើយឥឡូវនេះខ្ញុំកំពុងតែដើរទៅដើម្បីទៅហូបអាហារថ្ងៃត្រង់ផងដែរអ្នកនរអស់គ្នាដោយសារតែពេលហ្នឹងគឺខ្ញុំឃ្លានខ្លាំងមែនតើដោយសារល្បាក់ខ្ទង់ម៉ោង1:45ម៉ោង2ហើយក៏ខ្ញុំបានជ្រើសជាមួយនឹងភោជនីយដ្ឋានដែលមានឈ្មោះថា Sea House ហើយតើតោះជាមួយនឹងរសជាតិជាមួយនឹងតម្លៃរបស់គាត់អាចទទួលយកបានអ្នកនរអស់គ្នាអត់សូវថ្លៃទេនៅពេលដែលកំពុងញ៉ាំអីហ្នឹងក៏ខ្ញុំបាន capture ជាមួយនឹងទេសភាពជាមួយនឹងបរិយាកាសជាមួយនឹងទឹករលកអីផ្សេងៗអញ្ចឹងអ្នកនរអស់គ្នាដើម្បី capture ទុកជា memory អីផងដែរអញ្ចឹងណាបន្ទាប់ពីយើងហូបអាហារថ្ងៃត្រង់អីហើយអស់ខ្ញុំជាមួយនឹងប៉ាម៉ាក់របស់ខ្ញុំក៏បានធ្វើដំណើរដើរលេងតាមឆ្នេរអីផងដែរអ្នកនរអស់គ្នាគឺយើងជួលម៉ូតូគេជិះអីអញ្ចឹងណាអ្នកនរអស់គ្នាហើយខ្ញុំចង់ប្រាប់អស់គ្នាថាតើតជាមួយនឹងទេសភាពបរិយាកាសតាមឆ្នេរនីមួយៗគឺមាន vibe ផ្សេងៗគ្នាតែម្ដងអ្នកនរអស់គ្នាដោយសារតែខ្ញុំជាមួយនឹងប៉ាម៉ាក់របស់ខ្ញុំបានដើរតាមឆ្នេរនីមួយៗរៀងល្ងាចដែរចឹងទៅគឺខ្ញុំបានសម្រេចចិត្តមកលេងឆ្នេរ Longset ចុងក្រោយគេដើម្បីមកលេងនៅហ្នឹងមកមុខទឹកនៅហ្នឹងហើយមកមើល sunset នៅហ្នឹងតែម្ដងហើយខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាថាតើតោជាមួយនឹងទីតាំងដែលខ្ញុំបានទៅលេងនៅឆ្នេរ Longset ហ្នឹងគឺថាអត់សូវមានមនុស្សទៅលេងទេដោយសារតែភាគច្រើនគឺឃើញតែជនបរទេសដែលគេទៅលេងហ្នឹងតែគេអាំងថ្ងៃអាំងអីចឹងទៅអ្នកទាំងអស់គ្នានេះគឺជាលើកទី1របស់ខ្ញុំដែលខ្ញុំធ្វើការនៅមើលថ្ងៃលិចរហូតទៅដល់រៀងយប់ពេលអ្នកនរគ្នានៅឆ្នេរ Longset ហ្នឹងប៉ុន្តែវា worth it ដោយសារតែទិដ្ឋភាពគឺថាស្អាតខ្លាំងមែនទែនតែម្ដងបន្ទាប់ពីមើលថ្ងៃលិចមើលអីរួចខ្ញុំជាមួយនឹងប៉ាម៉ាក់ខ្ញុំអីទាំងអស់គ្នាគឺបានធ្វើដំណើរចេញពីឆ្នេរ Longset ដើម្បីទៅកន្លែងដេករបស់យើងវិញផងដែរអ្នកនរគ្នាហើយក៏ខ្ញុំបានធ្វើការ return ម៉ូតូអីឲ្យម្ចាស់អូតាយគេវិញអញ្ចឹងណាដោយសារតែរៀងយប់ដែរហើយមកពីដើរលេងវិញខ្ញុំក៏ឃ្លានអញ្ចឹងទៅខ្ញុំជាមួយនឹងប៉ាម៉ាក់របស់ខ្ញុំក៏បានដើរទៅ night market របស់គេដើម្បីទៅហៅមើលអីញ៉ាំអញ្ចឹងណាអ្នកនរគ្នាហ្នឹងហើយខ្ញុំចង់ប្រាប់អរគ្នាថាមិនត្រឹមតែមានបងប្អូនខ្មែរយើងលក់អីវ៉ាន់ទេប៉ុន្តែសូម្បីតែជនជាតិបរទេសក៏គាត់ធ្វើការហៅចំណូលពីការលក់អីវ៉ាន់អនុស្សាវរីយ៍របស់គាត់ដែលគាត់ធ្វើចេញពីដៃគាត់ផ្ទាល់តែម្ដងគឺថា amazing ខ្លាំងមែនទែនតែម្ដងអ្នកនរគ្នាដោយសារតែនៅតាមមាត់ឆ្នេរហ្នឹងមានកន្លែងលក់អាហារពេលល្ងាចហ្នឹងគឺច្រើនខ្លាំងមែនទែនខ្ញុំអត់ដឹងថាត្រូវចូលមួយណាទេតែតាក់ទងជាមួយនឹងគ្រឿងសមុទ្រតាមកន្លែងរបស់គាត់នីមួយៗគឺថាស្រស់ៗខ្លាំងមែនទែនតែម្ដងអ្នកទាំងអស់គ្នាប៉ុន្តែខ្ញុំចង់ប្រាប់អ្នកគ្នាថាខ្ញុំហ៊ានពិបាកជ្រើសរើសតិចដោយសារតែមុខម្លប់របស់គាត់តើគឺច្រើនមែនតើថាត្រូវយកមួយណាប៉ុន្តែក៏ខ្ញុំជាមួយនឹងប៉ាម៉ាក់របស់ខ្ញុំមកសម្រាប់ចិត្តយកជាមួយនឹងមុខម្នួយដែលគេមានជាសិតនៅក្នុងហ្នឹងអញ្ចឹងអ្នកទាំងអស់គ្នាបន្ទាប់ពីបានម្ហូបបានអីហើយក៏យើងយកម្ហូបមកអង្គុយនៅមាត់សមុទ្រមាត់អីអញ្ចឹងទៅដើម្បី relax enjoy time អញ្ចឹងណាហើយតើតជាមួយនឹងវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេជួបគ្នានៅវីដេអូក្រោយបាយបាយ